ចេកណាំវ៉ាព្យាបាលក្អកក្អករ៉ាំរ៉ៃក្អកឡើងស្លេះក្អកស្ងួតជាដើមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំក្អករ៉ាំរ៉ៃក្អកស្ងួតក្អកឡើងស្លេះជាដើមដំបូងពុកម៉ែបងប្អូនទៅរកចេកណាំវ៉ាចេកខ្ចីយកមកហាន់ជាចំណិតបន្ទាប់មកបងប្អូនជ្រលក់ជាមួយនឹងអំបិលហើយយកមកទំពាហូបមួយថ្ងៃ5ដងទៅ10ដងបរិមាណចេកដែលយើងទំពាហូបមិនកំណត់នោះទេឲ្យតែបងប្អូនមានអារម្មណ៍ថារមាស់កចង់ក្អកហូបបានភ្លាមធានាថាត្រឹមតែ 2-3 ម៉ោងក្រោយមកអាការៈដែលក្អករមាស់កក្អកឡើងស្លេះក្អកស្ងួតឬក៏រលាកបំពង់កនឹងបាត់ហើយត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះសូមអរគុណ